សូមស្វាគមន៍មកកាន់ Wisdom Sharing Hub ជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះដែរខ្ញុំពិតជាមានក្តីរំភើបសប្បាយរីករាយបាននាំយកប្រធានបទមួយមកជជែកពិភាក្សាជាមួយនឹងលោកអ្នកទាំងអស់គ្នាបាទប្រធានបទនេះមានចំណងជើងថា5ទម្លាប់របស់មនុស្សជោគជ័យដែលអ្នកគួរតែស្វែងយល់តើទម្លាប់ទាំង5របស់មនុស្សជោគជ័យមានអ្វីខ្លះតើបងប្អូនទាំងអស់គ្នាចង់ជោគជ័យដែរឬទេក្នុងโลกនេះមនុស្សជោគជ័យមិនមែនជាអ្នកដែលមានសំណាងនោះទេគឺដោយសារតែពួកគេមានទម្លាប់នៃការរស់នៅដែលជួយធ្វើឲ្យពួកគេក្លាយជាអ្នកមានឥទ្ធិពលបង្កើនចំណូលនិងរស់នៅក្នុងជីវិតដ៏មានន័យខាងក្រោមនេះគឺជាទម្លាប់សំខាន់5យ៉ាងដែលអ្នកអាចអនុវត្តបានដើម្បីឲ្យជីវិតបានប្រសើរឡើងទី1អានសៀវភៅជាប្រចាំអ្នកដែលមានអំណាចគ្រប់គ្រងពិភពលោកគឺជាអ្នកដែលអាចអាននិងយល់ដឹងមនុស្សជោគជ័យអានសៀវភៅជារៀងរាល់ថ្ងៃដើម្បីបន្តអភិវឌ្ឍចំណេះដឹងពួកគេមិនអានតែសម្រាប់ការកម្សាន្តនោះទេតែអានសៀវភៅដែលអាចជួយបង្កើនចំណេះដឹងផ្ទាល់ខ្លួនពួកគេអានសៀវភៅអំពី mindset អាជីវកម្មជីវប្រវត្តិរបស់បុគ្គលល្បីៗការគ្រប់គ្រងពេលវេលាគឺជាការជ្រើសរើសដ៏ល្អបំផុតកំណត់រយៈពេលអានពី30ទៅ60នាទីក្នុងមួយថ្ងៃសរសេរកំណត់ចំណាំនិងអនុវត្តអ្វីដែលអ្នកបានរៀនជ្រើសរើសសៀវភៅដែលអាចជួយបង្កើនជំនាញរបស់អ្នកបាទ3ចំណុចសំខាន់នេះគឺជាអ្វីដែលលោកអ្នកដែលមានបំណងប្រាថ្នាឲ្យជីវិតរីកចម្រើនបានត្រូវធ្វើទី2គឺការរៀបចំផែនការជីវិតបើអ្នកមិនមានផែនការអ្នកនឹងក្លាយទៅជាផ្នែកនៃផែនការរបស់អ្នកដទៃបាទពាក្យសម្ដីនេះគឺបងប្អូនទាំងអស់គ្នាលោកអ្នកតែងតែបានឮជារឿយៗមកហើយបាទមនុស្សជោគជ័យមិនបោះបង់ឱកាសដោយគ្មានការគិតនោះទេពួកគេរៀបចំផែនការរបស់ពួកគេជារៀងរាល់ថ្ងៃសប្តាហ៍ហើយនឹងរៀងរាល់ខែការរៀបចំផែនការច្បាស់លាស់អាចជួយឲ្យអ្នកបង្កើតផ្លូវដល់ភាពជោគជ័យតែអ្នកត្រូវធ្វើដូចម្តេចខ្លះត្រូវសរសេរការងារដែលអ្នកចង់សម្រេចថាតើអ្នកចង់សម្រេចអ្វីខ្លះពេលណាខែណាឆ្នាំណាបែងចែកគោលដៅជាដំណាក់កាលពិនិត្យមើលផែនការរបស់អ្នកជារៀងរាល់ថ្ងៃថាតើវាដំណើរការទៅដល់ណានៃគម្រោងផែនការរបស់អ្នកទី3ផ្ដោតលើអ្វីដែលមានតម្លៃខ្ពស់អ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងបានទេតែអ្នកអាចធ្វើអ្វីដែលសំខាន់បំផុតមនុស្សជោគជ័យមិនចំណាយពេលលើអ្វីដែលមិនមានតម្លៃទេពួកគេផ្ដោតលើការងារដែលអាចនាំមកនៅផលល្អបំផុតតែអ្នកត្រូវធ្វើដូចម្តេចនៅក្នុងចំណុចនេះត្រូវជ្រើសរើសសង្គមដែលមានប្រយោជន៍បានន័យថាការសេពគប់ជាមួយនឹងមនុស្សដែលគិតវិជ្ជមានដូចអ្នករៀនពីអ្នកដែលមានបទពិសោធន៍បង្កើនការទំនាក់ទំនងជាមួយអ្នកដែលមានជីវិតល្អប្រសើរទី5ស្វែងរកការអភិវឌ្ឍផ្ទាល់ខ្លួនភាពជោគជ័យមិនមែនមកដោយស្វ័យប្រវត្តិនោះទេប៉ុន្តែវាមកពីការផ្លាស់ប្ដូររបស់អ្នកមនុស្សជោគជ័យមិនឈប់រៀនទេពួកគេស្វែងរកពីវិធីផ្សេងៗដើម្បីធ្វើឲ្យខ្លួនឯងប្រសើរឡើងពួកគេមិនមើលការបរាជ័យជាអ្វីដែលអាក្រក់នោះទេពួកគេយកវាជាឱកាសដើម្បីរៀនសូត្រក្នុងចំណុចទី5នេះតើអ្នកត្រូវធ្វើអ្វីខ្លះទី1ត្រូវអនុវត្តអ្វីដែលអ្នកបានរៀនចាប់ផ្ដើមកិច្ចការថ្មីជាចំណុចទី2ហើយចំណុចទី3ទទួលយកការប្រកួតប្រជែងនិងការប្រឈមជាឱកាសដើម្បីធ្វើឲ្យខ្លួនឯងល្អប្រសើរដូច្នេះយើងឃើញថា5ចំណុចសំខាន់នេះ
ភាពជោគជ័យមិនមែនជារឿងដែលងាយស្រួលទេប៉ុន្តែវាអាចកើតឡើងប្រសិនបើអ្នកអនុវត្តទម្លាប់ល្អៗជារៀងរាល់ថ្ងៃបើអ្នកចង់មានជីវិតល្អប្រសើរជាងមុនគឺត្រូវចាប់ផ្ដើមពីសកម្មភាពតូចៗនៅថ្ងៃនេះអ្នកអាចប្រើអត្ថបទនេះដើម្បីសម្រាប់លើកទឹកចិត្តផ្ទាល់ខ្លួនឬមួយក៏ចែករំលែកទៅកាន់មិត្តភ័ក្តិដើម្បីឲ្យពួកគាត់ទទួលបាននៅចំណេះដឹងក៏ដូចជាគំនិតថ្មីៗល្អៗជួយនឹងផ្លាស់ប្ដូរជីវភាពឬក៏ជីវិតរបស់ពួកគាត់ពីបច្ចុប្បន្ននិងអនាគតចូលរួមជាមួយនឹង Wisdom Sharing Hub ដោយចែករំលែកអត្ថបទនេះទៅកាន់មិត្តភ័ក្តិបងប្អូនឬក៏ពេញចិត្តបងប្អូនទាំងគ្នាអាច like ឬមួយក៏ share subscribe ដើម្បីទទួលបាននៅ content ឬមួយក៏មាតិកាថ្មីជារៀងរាល់ថ្ងៃបាទអរគុណច្រើនសម្រាប់ការតាមដានជាមួយនឹងវីដេអូនេះ